កន្លែងដើរលេងស្អាតៗនៅក្នុងខេត្តកែបមកយប់2ថ្ងៃចំណាយអត់ត្រឹមតែ$40សំខាន់ណាស់បានដើរលេងច្រើនកន្លែងមែនតើបងមានកំណត់ទៅដើរលេងកុំភ្លេចចុចវីដេអូនេះទុកផងចេញពីពេញជុំគ្នានៅម៉ោង7ព្រឹកកន្លែងទី1ដែលខ្ញុំទៅនេះគឺនៅទំនប់បលិចខរុកច្រើនជាពិសេសគឺថាមានការជិះអូតូរ៉ៃទៀតចូលនៅទំនប់បលិចនេះខ្ញុំចំណាយអត់$5000នេះអាចដូរយកភេទនៅខាងក្នុងនេះបានកន្លែងទី2នៅសាក្តាមខេត្តកែបដើរលេងនៅខេត្តកពតលើកណាក៏ដើររំលងសាក្តាមដែរហើយពីមុខនេះគឺថាដើរចោលហ្មងបងកូនក្តាមហើយនឹងកូនបកងបំពងស្រួយនេះបងអូឆ្ងាញ់សាហាវបាទថ្ងៃត្រង់នេះច្រឡំអស់នៅពុំមែនទេបងជាមួយនឹងកន្លែងជួគេអង្គុយទៀតតាមបាទថ្ងៃត្រង់ហើយក៏ពួកខ្ញុំនឹងទៅ check in នៅ resort បង resort នេះគឺថាខ្ញុំចូលចិត្តមកមែនតើហ្មងនិយាយទៅឲ្យថែមដើរលេងនៅកែបកពតលើកណាគឺថាដើរចោលមកគ្នាច្រើនណាស់លើពីចំណេញហ្មងមិននេះអាចច្រឡំអត់ធម្មតា$10ជាងសំខាន់ណាស់កាហ្វេមហូបយកចូលឲ្យសេរីទៀតខ្ញុំឆ្លៃបរិយាកាសនៅនេះខ្លាំងមែនតើហ្មងបងនិយាយទៅស្ងប់ស្ងាត់ល្អវាបើគាត់ធំតលាយមានអាងហែទឹកឡើងធំនៅមុខបន្ទប់នេះទីសំខាន់ណាស់ជប់ឡើងអាងសាច់ជានៅខាងមុខបន្ទប់ក៏បានជាពិសេសមកពីប្លង់ថតរូបវិញស្អាតមែនតើហ្មងបងខ្ញុំ check in ហើយក៏នាំគ្នាចង់ខ្លួនទៅចំការខ្ញុំសឹងតែអត់ជឿហ្មងថានៅស្រុកខ្មែរយើងមានចំការម្រេចបែបនេះសភាពពេលចូលទៅដល់គឺថាស្អាតខ្លាំងមែនតើនៅលើនេះក៏មានលុយជាគ្រាប់ម្រេចច្រើនប្រភេទបងនិយាយពី packaging វិញបងអើយលុយខ្លាំងមែនតើនៅខាងលើក៏មានលុយជាប្រភេទភេទជាដែរសំរុំមកផ្សំជាមួយនឹងហូជីនឹងបរិយាកាសគឺថាអាចទៅយកបានតបមកហើយល្ងាចតិចខ្ញុំចង់តែមើលថ្ងៃលិចនៅឆ្នេរអង្គរបងអើយថ្ងៃលិចនៅឆ្នេរអង្គរនេះគឺថាស្អាតមែនតើហ្មងហូបឆ្ងាញ់តម្លៃសំរុំសំខាន់ណាស់បងប្រុសម្ចាស់កន្លែងក៏ចិត្តល្អមែនតើខ្ញុំទិញវីដេអូ phone នៅឆ្នេរអង្គរមកទៀតបងភ្លេចមើលចេះពីឆ្នេរអង្គរក៏ពួកខ្ញុំបែកមក resort វិញក៏បានតុកអីហើយក៏ពួកគ្នាចូលមកហែទឹកលេងបានទៅសឹកលេងទឹកគឺនៅមកបងឡើង1ម៉ោងពីលេងទឹកមកក៏ឃើញមានមកហើយនឹងបកានៅក្នុងទូទឹកកកដែលតែងទឹកពីសាកដាពីផឹកមិញហើយនៅនេះមានមកកាផ្លេហ្មងសួរមែនតើនិយាយទៅក៏ដាច់ចក្រានអាំង barbecue នេះនៅមកកតុបមួយហ្មងកាត់ផ្លើញ៉ាំគ្រឿងសមុទ្រហើយញ៉ាំអីជាតិទៀតដែរបងអូយនិយាយពីថាសុបាយហ្មងទៅដល់ខ្ញុំមកគេថ្ងៃនេះគឺថាមាន2ជួននិងមានខែ4អាចគេបានគ្នាច្រើនសំខាន់ណាស់សារគ្នាអស់តិចទៀតនៅជួនខាងក្រោមមានខែ2និងបន្ទប់ទឹកមួយនៅជួនខាងលើវិញគឺថាមានខែ2ហើយនិងមានអាងទឹកទូចមួយនៅខាងលើនេះទៀតហើយនៅខាងមុខបន្ទប់គាត់ទៅបើកវាននមកគឺថាឃើញអាងទឹកដ៏ធំនេះហ្មងបើសិនជាមានគ្នាច្រើនណាស់មកមកកន្លែងនេះគឺថាត្រូវហើយខែ2បន្ទប់ដែលមានខែ4ហើយក៏មានជាប្រភេទបន្ទប់ខែ1ខែ2និងប្រភេទជាបន្ទប់ដមដែរបន្ទប់របស់គាត់នេះមួយគឺថាការ design ស្អាតមែនតើបងមកនិយាយពីតម្លៃវិញគឺថាសមរម្យខ្លាំងមែនតើអាហារពេលផឹកនំគ្នាឆុងញ៉ាំជុំគ្នាបន្ទាប់មកបាននំគ្នាទៅលេងភ្នំទឹកធំទេសភាពនៅក្នុងភ្នំទឹកធំនេះគឺថាស្អាតមែនតើមកនិយាយទៅតាំងពីមុនផ្លូវចូលមកខែភ្លៀងទៀតហត់តែស្អាតទៀតបងអើយហើយនៅខាងក្នុងនេះក៏មានសក្តានុពលដើម្បីឲ្យយើងចូលមើលដែរបងអើយនៅខាងក្នុងវិញនិយាយពីថាទៅជាក់ស្រាប់មកនិយាយទៅទេសភាពវិញគឺថាស្អាតមើលអត់ចិនណាយទេនិយាយពីថាស្អាតមែនតើមកហើយទូកនេះជិះទៅខាងក្នុងជិះតែមកផ្លែពីភ្នំទឹកធំក៏ពួកយើងឆ្ពោះទៅវិហារកាហ្វេដល់ចូលក្នុងរៀងឆ្ងាយបន្តិចបងហើយផ្លូវរៀងក៏បាច់ជីគូសំដែររៀងហយយោតែពេលបានឡើងមកលើមើលទេសភាពពីលើព្រមចូលទៅខំបងអើយទៅគឺថាជាក់ភ្នែកឡើងផ្លែក៏ពួកខ្ញុំបត់ទៅសាកដាញ៉ាំបាយថ្ងៃវិញញ៉ាំបាយថ្ងៃត្រង់ហើយក៏ឡើងទៅកាហ្វេខ្សែរត់មួយផ្លែទេសភាពនៅកាហ្វេខ្សែរត់និយាយពីថាស្អាតមែនតើមកបងនិយាយទៅមើលឃើញសមុទ្រកែវឡើងច្បាស់ពីខ្សែរត់កាហ្វេក៏ទៅមើលព្រៃកោងកាងបងនិយាយទៅខ្ញុំមិនដឹងថានៅខេត្តកែបនេះមានព្រៃកោងកាងឲ្យមើលទេព្រោះដល់នៅព្រៃកោងកាងគឺនៅខេត្តកោះកុងមើលថ្ងៃលិចអីអែមព្រៃកោងកាងក៏ពួកខ្ញុំមកកែបដើម្បីមើលសានសេតមកបងលើកទី1សម្រាប់ខ្ញុំដែរខ្ញុំបានមើលសានសេតសំហើយលើកទៅបានមិនចង់ស្អាតខ្លាំងមែនតើមកបងនិយាយទៅនៅកែបវិញហ្នឹងខ្ញុំហាយលីវីខមមិនមកសិនជាបងចង់មើលសានសេតគឺថាស្អាតបាត់ក៏ឡើងឡាបើមកពេញវិញឈៀងចូលវងមួយត្រេនដើម្បីទិញនំប៉័ងអាំងញ៉ាំមិនអាំងហាទៅដល់តែបាច់ទៅខ្ទង់ម៉ោង9យប់ទៀតទៅខេត្តកែបមកយប់2ថ្ងៃបើខ្ញុំគឺអស់ហើយបងសម្រាប់ទាំងអស់ដើរលេងបាន11កន្លែងចំណាយអស់ត្រឹមតែ$40ដើរលេងតែចិត្តគ្នានិយាយទៅជាមួយផ្លែដល់ហើយ11កន្លែងដើរលេងនេះបងអត់គួររំលងកន្លែងមួយណាពីព្រោះនៅខេត្តកែបគឺថាតូចមែនតើហើយកន្លែងដើរលេងវិញក៏ច្រើនដែរអត់ចាញ់នៅកប៉ោតម៉ានេះណាហើយបងទៅការកន្លែងគេងស្អាតមានផាសុកភាពល្អស្ងប់ស្ងាត់មានអាងហើយទឹកធំដែលខ្ញុំស្រឡាញ់ជាងគេហ្នឹងគឺថាមានផ្លេក្រៅឲ្យកូនលេងតែជាពិសេសហ្នឹងគឺថាអាចយកមកហូបចូលបានដល់សេរីទៀតបន្ទប់4ខែគេងបានច្រើនអ្នកបន្ទប់ខែ2និងខែ1នៅប្រភេទដមអីបងអាចមកហៅនៅ Sunset Resort បានខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបាយ